ជំរាបសួរបងប្អូនខ្មែរខ្ញុំមានវីដេអូមួយទៀតចង់ចែកចាយដល់បងប្អូនដោយសារវាពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍ពាក់ព័ន្ធនឹង immigration ហើយម្ល៉េះហើយអ្វីដែលពាក់ព័ន្ធហ្នឹងខ្ញុំចង់យកមកចែកចាយដល់បងប្អូនគ្រាន់តែជាមេរៀនមួយឲ្យយើងដឹងព្រោះវាមានរឿងចឹងកើតឡើងដែលយើងនឹកស្មានមិនដល់គឺមានជនជាតិសម្នាក់គាត់កើតនៅប្រទេសកាណាដាហើយគាត់មកនៅសហរដ្ឋអាមេរិកនេះអាយុ2ឆ្នាំហើយគាត់ក៏មិនដឹងថាគាត់ជាសញ្ជាតិឬក៏មិនមែនជាសញ្ជាតិទេតែគាត់តែងតែគិតថាគាត់ជាសញ្ជាតិគាត់នៅតាំងពី2ឆ្នាំបងប្អូននៅដល់គាត់អាយុ66ឆ្នាំអូខេមុននឹងអាយុ66ហ្នឹងគាត់ក៏ចូលនិវត្តន៍ខ្ទង់63 64ហ្នឹងឬក៏ហ្នឹងហើយខ្ទង់63 64គាត់នៅមួយជីវិតគាត់សឹងតែមួយជីវិតគាត់ចូលនិវត្តន៍គាត់ក៏ទៅសុំលុយនៅក្រសួង SSA ក្រសួង Social Security ដល់ពេលគាត់ទៅសុំលុយហ្នឹងគេប្រាប់គាត់ថាអូខេរងចាំ2អាទិត្យទៀតអូខេគេនឹងផ្ញើ the first check គេនឹងផ្ញើ check ទី1 check លុយចូលនិវត្តន៍គាត់រងចាំដល់2អាទិត្យហ្នឹងវាឈៀងមកដល់គាត់បានទទួលលិខិតមួយច្បាប់លិខិតហ្នឹងមិនមែនជាសែកទេមិនមែនជាលុយទេគឺជាលិខិតក្រសួងអន្តោប្រវេសន៍ឬក្រសួងចូលនិវត្តន៍ប្រាប់គាត់ថាអ្នកឯងនៅលើទឹកដីអាមេរិកនេះនៅខុសច្បាប់គាត់គិតថាហេតុអីក៏គាត់នៅលើទឹកដីអាមេរិកខុសច្បាប់គាត់នៅតាំងពីអាយុ2ឆ្នាំមកដល់អាយុ66ឆ្នាំហេតុអីក៏ខុសច្បាប់ម្ល៉េះចង់និយាយពីរឿងហ្នឹងបន្តិចចង់និយាយពីប្រវត្តិគាត់បន្តិចណាអូខេម្ដាយគាត់ជាជនជាតិកាណាដាគាត់ជនជាតិសឪពុកគាត់អាមេរិកកាំងពេលគាត់អាយុ2ឆ្នាំម្ដាយគាត់ហើយនឹងឪពុកគាត់ហ្នឹងជនជាតិអាមេរិកហ្នឹងក៏គាត់មូមកនៅសហរដ្ឋអាមេរិកពីកាណាដាមកនៅរដ្ឋ New York គាត់នៅតាំងពី2ឆ្នាំនៅរហូតគាត់ក៏ចុះឈ្មោះរៀនគាត់ទៅសុំយក Social Security Card គឺអា Social Security Number ហ្នឹងគេឲ្យគាត់គេអត់មានសួរពីរឿងសញ្ជាតិទេហើយគាត់ហ្នឹងក៏នឹកស្មានថាគាត់ជាសញ្ជាតិដែរព្រោះឪពុកគាត់ជនជាតិអាមេរិកកាំងគាត់បាន Social Security Number ហ្នឹងគាត់ទៅរៀនតាមធម្មតាដល់គាត់ពេញអាយុគាត់ទៅប្រឡងយក license ក៏គេអត់សួរពីសញ្ជាតិដែរគេឲ្យ license គាត់ហើយដល់គាត់ទៅចុះឈ្មោះបោះឆ្នោតក៏គេអត់មានសួរពីសញ្ជាតិដែរគេឲ្យគាត់បោះឆ្នោតគាត់បោះឆ្នោត40ឆ្នាំគាត់និយាយចឹងបោះឆ្នោតរហូតបាទ40ឆ្នាំហើយឆ្នាំដែលគាត់មកនៅលើទឹកដីអាមេរិកនេះនៅឆ្នាំ1959ពេលដែលគាត់ទៅសុំចូលទាហានគាត់ទៅសុំធ្វើការងាររដ្ឋគឺគេថាគាត់ជាសញ្ជាតិដល់ហើយគាត់ធ្វើការ50ឆ្នាំបងប្អូន50ឆ្នាំគាត់ធ្វើការគាត់បង់ពន្ធដារបង់តាក់50ឆ្នាំដល់ពេលដែលគាត់ចូលនិវត្តន៍នេះនៅឆ្នាំ2020បាទគាត់ទៅសុំលុយបានគាត់ដឹងថាគាត់មិនមែនជាសញ្ជាតិទេម្ល៉េះហើយគេអត់ទាន់ឲ្យលុយគាត់ទេព្រោះពេលដែលគាត់មកនៅលើទឹកដីអាមេរិកហ្នឹងគាត់អត់មាន green card ទេបងប្អូនហើយមួយទៀតឪគាត់ហ្នឹងឪពុកគាត់ហ្នឹងតាមធម្មតាយើងត្រូវប្តឹងបើកូនយើងកើតនៅប្រទេសខ្មែរយើងត្រូវប្តឹងយកកូនទៅប្តឹងដើម្បីឲ្យកូនហ្នឹងចូលសញ្ជាតិដែរតែឪពុកនេះគាត់ជាអាមេរិកមែនតែគាត់អត់បានប្តឹងទេអត់បានយកកូនគាត់ទៅប្តឹងទេទៅសុំយក Social Security Number គេឲ្យគាត់បើកឡានគេឲ្យ drive license គាត់ចុះឈ្មោះបោះឆ្នោតគេឲ្យគាត់ចុះឈ្មោះបោះឆ្នោតអត់មានអ្នកណាសួរគាត់ពីរឿងសញ្ជាតិទេអានេះតាមសម្ដីដែលគាត់និយាយទេអត់មានអ្នកណាសួរគាត់ទាំងអស់អំឡោះហើយអត់មានคลิกនៅក្នុងខួរក្បាលគាត់ទេគាត់អត់បានដឹងថាគាត់មិនមែនជាសញ្ជាតិទេគេមិនដែលសួរគាត់ទេអញ្ចឹងបានខ្ញុំចង់យករឿងនេះមកចែកចាយដល់បងប្អូនថាមានរឿងអញ្ចឹងកើតឡើងដែរបានគេយករឿងហ្នឹងយកមកបន្ទោស system បន្ទោសច្បាប់បន្ទោសប្រព័ន្ធ system នៅសហរដ្ឋអាមេរិកនេះវានៅខ្វះខាតយ៉ាងម៉េចគាត់ទៅសុំយក Social Security Number គេគួរតែដឹងភ្លាមដឹងថាគាត់កើតនៅណាឬក៏គាត់មិនមែនជាសញ្ជាតិឬក៏គាត់អត់មាន green card គេគួរតែដឹងហើយដល់គាត់ទៅប្រឡងយក license គាត់សួរនាំទៀតពេលគេវាយឈ្មោះគាត់ចូលទៅគួរតែគេដឹងតែគេអត់ដឹងទេគាត់ចុះឈ្មោះបោះឆ្នោតគួរតែគេដឹងហើយគាត់ទៅប្រឡងគាត់ទៅសុំដាក់ដំងចូលទាហានខាង Marine ក៏គេអត់ដឹងដែរគេឲ្យគាត់ចូលអញ្ចឹងតែគ្រាន់តែគាត់ដូរចិត្តគាត់ទៅសុំធ្វើការជាប៉ូលីសរដ្ឋគេហៅថា State Police គេក៏ឲ្យគាត់ចូលតែគាត់អត់ចូលខ្ញុំចង់ប្រាប់បងប្អូនបន្តិចដូចជាបងប្អូនខ្មែរយើងដែលគាត់ទៅសហរដ្ឋអាមេរិកអ្នកធានាគឺទទួលខុសត្រូវ
គាត់មិនអាចទៅសុំលុយរត់បានទេហេតុអីក៏បងប្អូនខ្មែរយើងទៅដល់អាមេរិកអាចសុំលុយរត់បានដោយសារប្រព័ន្ធ system ហ្នឹងវាអត់ link វាអត់តភ្ជាប់គ្នាគឺគាត់ដឹងអញ្ចឹងឯងប្រទេសកាណាដាវាជាប់ប្រទេសអាមេរិកយើងអាចចេញចូលបានជំនាន់ហ្នឹងជំនាន់ខ្ញុំមុនខ្ញុំអាចចេញចូលប្រទេសកាណាដាមិនបាច់ប្រើ passport ទេខ្ញុំប្រើតែ drive license ខ្ញុំទេខ្ញុំអាចចេញចូលបានពេលខ្ញុំបើកទៅដល់ Toronto ទៅដល់ Quebec ទៅដល់ Montreal បើកទៅដល់ Winnipeg Edmonton Calgary នៅប្រទេសកាណាដាខ្ញុំអត់ប្រើ passport ទេអានោះមុនបាទមិនមែន COVID ទេមុន 9/11 និយាយវិញមុនអាគារភ្លោះបាក់នោះណាមុនហ្នឹងគឺខ្ញុំអាចចេញចូលបានប្រើតែ drive license ទេក្រោយមកបានយើងត្រូវការ passport បាទម្ល៉េះហើយខ្ញុំថាដោយសារប្រទេសកាណាដាប្រទេសអាមេរិកនៅជាប់គ្នាយើងអាចចេញចូលបានគាត់បានតាក់ទងក្រសួង USCIS ទៅតាក់ទងទៅគាត់ចង់ដូរ status គាត់ដោយសារគាត់នៅនៅយូរពុកគាត់ជាអាមេរិកគាត់ចង់ដូរតើគាត់អាចដូរទៅជាសញ្ជាតិបានអត់ក្រសួង USCIS ហ្នឹងឆ្លើយតបគាត់ថាតើតើគាត់នឹងរកឯកសារឲ្យគ្រប់មានន័យថាបញ្ជាក់ថាពុកគាត់នឹងបាននៅលើទឹកដីអាមេរិកឲ្យបាន10ឆ្នាំមុននឹងមានកូននៅកាណាដាច្បាប់នៅប្រទេសផ្សេងៗក៏អញ្ចឹងដែរអាហ្នឹងជារឿងមួយដែរដើម្បីបងប្អូនដឹងបើយើងមានកូននៅស្រុកខ្មែរចង់អាចប្តឹងយកកូននៅបានគេតែសួរយើងដែរតើយើងនៅស្រុកអាមេរិកហ្នឹងបានប្រហែលឆ្នាំបាទគេសួរអញ្ចឹងបើយើងនៅគ្រប់ចំនួនឆ្នាំនៅលើទឹកដីអាមេរិកកូនហ្នឹងយើងអាចប្តឹងយកបានហើយម្ល៉េះហើយគាត់ហ្នឹងគឺមានបញ្ហាដោយសារគាត់រកឯកសារហ្នឹងអត់ទាន់បានឯកសារថាបញ្ជាក់ថាពុកគាត់ហ្នឹងនៅលើទឹកដីអាមេរិក10ឆ្នាំពីអាហ្នឹងច្បាប់ចេញពីក្រសួង USCIS ហ្នឹងផ្ញើឲ្យគាត់តើតែគាត់រកឯកសារហ្នឹងបានបញ្ជាក់ថាពុកគាត់ហ្នឹងនៅលើទឹកដីអាមេរិកឲ្យបាន10ឆ្នាំបានគាត់កើតនៅប្រទេសកាណាដាហ្នឹងគឺគេអាចដូរ status គាត់បានហើយដូរថាគាត់ហ្នឹងជាសញ្ជាតិតែឥឡូវហ្នឹងគាត់មានមេធាវីកំពុងតែប្តឹងផ្ដាល់គាត់អត់ទាន់បានលុយចូលនិវត្តន៍ទេហើយគាត់ status របស់គាត់ហ្នឹងគឺគាត់ដឹកខុសច្បាប់ព្រោះអាពុកគាត់អត់បានប្តឹងគាត់នៅ64ឆ្នាំក៏គេអាចចោលគាត់បានដែរគាត់នៅខុសច្បាប់អូខេហើយគាត់និយាយថាគាត់ធ្វើការ50ឆ្នាំគាត់បង់ពន្ធដារបងប្អូនគាត់បង់ពន្ធដារអូខេគាត់ធ្វើការរហូតដល់ទីបញ្ចប់គាត់អត់ទាន់បានលុយហ្នឹងទេរឿងមួយនេះវាខុសពីអាស៊ីយើងវាខុសពីយើងដោយសារយើងឆ្លងសមុទ្រយើងមិនអាចចេះតែដើរចូលបានទេជំនាន់មុន 9/11 ហ្នឹងខ្ញុំអាចចេញចូលបានប្រើតែ drive license ទេហើយជំនាន់ 1959 ហ្នឹងគឺជាឆ្នាំដែលគាត់ចូលមកអាមេរិកហើយម្ល៉េះអ្វីគឺវាអត់ដូចឥឡូវទេអញ្ចឹងបានប្រាប់បងប្អូនថាយើងគួរតែ log in គួរតែ create account ពេលយើង create account ហ្នឹងទៅយើងអាចមើលទឹកលុយយើងឃើញហើយតើវាមានលុយអត់បងប្អូនគួរតែបង្កើត account ហ្នឹងទៅ free ទៅបងប្អូនបង្កើតហើយទៅយើងមើលទឹកលុយយើងតើយើងត្រូវបានប្រមាណបើយើងអត់ត្រែន62 65ឬក៏67អញ្ចឹងទៅតើយើងត្រូវបានលុយប្រមាណហើយបើយើងស្លាប់ទៅតើកូនយើងប្រពន្ធយើងនឹងត្រូវបានលុយប្រមាណហើយបើយើងនៅមានកូនតូចតើកូនយើងនឹងត្រូវបានលុយប្រមាណពេលដែលយើងចូលនិវត្តន៍គួរតែបងប្អូន sign up create account ជាមួយក្រសួង SSA បាទអូខេមានតែប៉ុណ្្នឹងទេវីដេអូមួយនេះអូខេសម្រាប់ល្អបាយ